គឺយើងមកដល់សារជាថ្មីបន្ទាប់ពីវគ្គមុនគឺដែលយើងបង្កើត hero នេះជាវីដេអូទី2នៃ GH2 Reborn ឥឡូវខ្ញុំចាប់ផ្ដើមខ្វេះពី level 1រហូតដល់ level 10ណាបងប្អូនណាអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាទៅបងប្អូនកលេចមើលនេះទេនេះកន្លែងដែលយើង NPC យើងគាត់ទៅចុចទៅវាឲ្យដើរជួប NPC អូខេអញ្ចឹងយើងជួបតែម្ដងទៅប៉ុន្តែអ្វីដែលពិសេសនោះគឺ GM ដូចជាមាន gift code ឲ្យណាបងប្អូនណាគឺមាន gift code អញ្ចឹងគួរនៅកន្លែងណាទេនេះគេវាយ gift code ខ្ញុំដូចជា GM ឲ្យ gift code ដែរណាបងប្អូនណាដូចជាមាន gift code អញ្ចឹងខ្ញុំសាកមើលតិចទៅgift code នៅហ្នឹងមាន gift code អូខេវាយដូចជានេះ gift code ណាបងប្អូនណាអូខេអញ្ចឹងខ្ញុំដូចជាមាន gift code អញ្ចឹងខ្ញុំចាប់ផ្ដើមវាយ gift code តិចសិនដូចជា GM គាត់ផ្ញើឲ្យ gift code ដែរអរគុណណាខាង GM thank you so much for GM Reborn អញ្ចឹងខ្ញុំចាប់ផ្ដើមវាយវាទៅអូខេខ្ញុំចាប់ផ្ដើមវាយវាទូរស័ព្ទនៅខាងអូខេខ្ញុំមាន gift code ដូចជាវាយមក gift code អូ level 10បងប្អូនណាgift code ហ្នឹងវាយអត់ទាន់បានទេដល់យើង level 10អូខេយើងចាប់ផ្ដើមខ្វេះទាំងអស់គ្នាទៅអូខេយើងចាប់ផ្ដើមជួបជាមួយនឹង NPC នេះបាទដូចជាអូខេអញ្ចឹងយើងចាប់ផ្ដើមបន្តទៀតយើងអូតូនៅហ្នឹងដូចជាយើងរត់អូតូទៅគាត់នៅ select អាហ្នឹងទៅគឺយើងដើរទៅបានហើយអញ្ចឹងបន្តទៀតអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនណាគឺ gift code គឺ level 10បានយើងអាចវាយបានយើងបង្កើតមកអត់ទាន់ខ្វេះ level 10យើងវាយអត់ចូលទេអូខេអ្វីដែលខ្ញុំចង់ប្រាប់គឺកន្លែងនេះគឺយើងវាយ gift code ណាបងប្អូនណាវាជាសាស្ត្រថ្មីគឺមាន review ជាច្រើនដែលបងប្អូនត្រូវទទួលបានពេល player អ្នកលេងទៅគាត់យល់ហើយគាត់ដឹងអ្វីដែលបងប្អូនថ្មីបងប្អូនអត់ទាន់ដឹងបងប្អូននឹងរៀនបន្ថែមទៀតឬក៏សាកសួរអញ្ចឹងយើងដើរជួបមួយតាលោកអាវុធបន្ទាប់មកយើងយេធម្មតាទៅបាទអញ្ចឹងយើងទទួលបានអញ្ចឹងបងប្អូនចុចលើនឹងទៀតអញ្ចឹងទៅរកយាយលោកកណាត់បងប្អូនដែលអត់ទាន់ធ្លាប់លេងបងប្អូនអត់ដឹងថាយាយលោកកណាត់អាណាណីទេអត់ដឹងអត់យល់ទេអូខេអញ្ចឹងយើងចុច please ទៅដើម្បីអីនេះកណាត់ទាំងអស់ហ្នឹងវាចូលខ្លួនយើងនេះបងប្អូនណាអញ្ចឹងនៅក្នុងជាស្បោងមួយយើងអញ្ចឹងនេះបងប្អូនឃើញស្បោងហ៎អូខេយើងបន្តទៀតយើងចុចតាមនឹងទៀតទៅណាបងប្អូនណាកន្លែងសំណួរនេះគឺបងប្អូនអាចបិទចោលទៅគឺវាអស់ហើយអូខេដូចជាគេមានសុំ frame បាទអញ្ចឹងដូចជាអត់អូខេយើងយកមួយទៅហើយក៏គាត់ស្គាល់យើងបាទគាត់ស្គាល់យើងមកជាគាត់ស្គាល់យើងparty group អូខេអូខេដូចជាបងប្អូនយើងអូ level នេះ up level ណាបងប្អូនណាគឺ up level អូខេ up level ខ្ញុំអត់តន់សូវប៉ុនប្រសពលេងទេបងប្អូនណាដោយសារអីខានលេងយូរហើយអញ្ចឹងយើងបន្ទាប់ទៀតយើងចុចទៅយើងមុខងាររបស់យើងគឺខ្វះតែ level 10ទេគឺដើរជួបអ្វីដែល NPC នឹងដាក់ឲ្យនឹងឯងអូខេបន្ទាប់ទៀតយើង re-wrap ពី store បងប្អូនតបុក key point ណាតើយើង top up ទៅបានយើងទិញកន្លែងនេះបានអូខេខ្ញុំខ្វះព្យាយាមខ្វះបដាបញ្យល់ពីការលេងបដាបញ្ចប់នីមួយដែលបងប្អូនអត់ទាន់យល់ណាចាប់ខាងលើនៅផ្នែកខាងលើគឺមាន account មាន rank មាន top up នេះកន្លែង top up គឺយើងដាក់លុយណាហ្គេមហ្នឹងយើងលេងអស់លុយបន្តិចបន្តួចដែរបងប្អូនចង់សប្បាយលេងអស់លុយបន្តិចដែរអញ្ចឹងបងប្អូនត្រៀមវាមិនអស់ប្រហែលទេគាត់ថាយើងលេងសប្បាយតើយើងដាក់លុយដែរអញ្ចឹងណាប្រៀបដូចហ្គេមខាងក្រៅបងប្អូនត្រូវដាក់ skin ដាក់អីដែរអញ្ចឹងណាដូចគ្នាមុខរបររស៊ីរបស់គេគឺពាក់ព័ន្ធនឹងលុយកាក់ហើយយើងអ្នកលេង free មែនលេងអត់អស់ចង់អត់អស់លុយក៏បានដែរប៉ុន្តែយើងមានកម្រិតណាមួយអញ្ចឹងទៅអូខេអញ្ចឹងបងប្អូនអធិស្ឋានផងដែលខំរាយរ៉ាប់ពីរឿងលុយបងប្អូនអត់លុយលេងបានអត់នៅតែលេងបាននឹងឯងប៉ុន្តែលេងបែបអត់លុយនឹងឯងណាបងប្អូនណាអញ្ចឹងយើងជួបបន្តទៀតគឺ NPC មួយចំនួនរៀងពិបាកជួបតិចរៀងរវល់អូខេអញ្ចឹងយើងជួបម្ដងទៀតអ្វីដែលយើងត្រូវធ្វើគឺយើង up level សិនបងប្អូនណាគឺ up level កន្លែងនេះអូខេអញ្ចឹងខ្ញុំធ្លាប់ up កន្លែងនេះមុនដំបូងណាឥឡូវគេ up កន្លែងនេះគេ update ខុសគ្នា game ខុសគ្នាអញ្ចឹងយើងជួបគាត់ម្ដងទៀតទៅតា NPC ដូចជារវល់គាត់រវល់ណាគេសួរគាត់រហូតអូខេយើងទៅជួបតាក្រៅក្រុងបាទថាតាយើងអូតូទេអូខេដូចជារៀងslow តិចណាបងប្អូនណាអូខេខ្ញុំចាប់ផ្ដើមទាញចេះទាញសិនអូខេអញ្ចឹងយើងចុចទៅទៀតទៅជួបការយាមក្រុងខ្ញុំធ្លាប់លេងយូរ old player អញ្ចឹងខ្ញុំដឹងណាគេអាចដឹងនេះបងប្អូនយើងមួយចំនួនដូចជា level 60ហើយឡើង60ហើយព្រោះអាច hardware បានដែរអញ្ចឹងបើជាចុច pil អញ្ចឹងខ្ញុំសូមមើលបន្តទៀតកន្លែង store ណាបងប្អូនណាមិនដឹងថាមាន pil ឬអត់ទេប្រហែលជាមានហើយព្រោះ level 60លឿនណាម្នាក់ប្រហែលជាបុកលុយ monster ទេអញ្ចឹងអ្វីដែលសាច់រឿងនៅក្នុងខាងក្រោយ game នឹងទៀតនេះមុខរបររកស៊ីរបស់ GM ឬក៏ក្រុមហ៊ុនយើងអាចស៊ីជម្រៅបន្តិចទៀតពេលដែលបងប្អូនតាមដានវីដេអូនឹងទៅរហូតគឺអាចដឹងហើយអញ្ចឹងប្រហែលជាមាន pil ហើយបងប្អូនណាអានេះគឺសេះអញ្ចឹងទៅមានមិនអត់ទេ
មិនអត់ទេបាន level 6លឿនណាស់អូខេអញ្ចឹងយើងដើរជួបបន្តទៀតតាយាមក្រុងនៅក្រៅនេះគឺតានេះជួបតាហ្នឹងទៅគឺយើងទទួលបានឆ្លើយជាមួយនឹង answer មួយចំនួនអញ្ចឹងយើងបន្តទៅ quest ម្ដងទៀតអញ្ចឹងយើងជជែកដល់ phase 73មិញ phase ហ្នឹងអីគេ phase ហ្នឹងគឺឡើងកម្រិតពី level 1រហូតដល់ level 73នឹងតែម្ដងដូចជាមាន2លាន experience មិនដឹងអីមិនដឹងទេខ្ញុំចាំបានណាអញ្ចឹងប្រហែលជាបងប្អូនត្រូវរៀនមើលទៀតទៅពួកខ្ញុំទៅលេងដែរទេទៅរៀនលេងដូចគ្នាដែរទេប៉ុន្តែអ្វីពីមុនមកខ្ញុំធ្លាប់លេងយូរហើយហ្គេមហ្នឹងពពួក MMO RPG អញ្ចឹងហើយពពួកហ្នឹងជាហ្គេមមួយដែលផ្សងព្រេងអញ្ចឹងទេសភាពស្អាតបងប្អូនបាទខ្ញុំចូលចិត្តលេងណាកន្លែង store នេះបន្តិចទៀតខ្ញុំឆែកមើល store សូមឆែកមើលបន្តិចដូចជាមានហើយ Phil 73ខ្ញុំសូមឆែកមើល Phil 73តែម្ដងអញ្ចឹងប្រហែលជាមានហើយណានៃទេប្រហែលជាមានហើយ Phil 73អូខេដូចជាកុំឲ្យខាត់ពេលយូរខ្ញុំប្រហែលជាត្រូវខ្វេះចាប់ level 10ចាំប្រាប់បងប្អូនណាតាមក្រោយអូខេយើងបន្តទៀតដូចជាយើងយក skill កន្លែងហ្នឹងនិយាយហ្នឹងយើងយក skill ហោះហៅថា skill ហោះណាប៉ុន្តែដល់ពេលយើងខ្វេះមួយនិយាយហ្នឹងធម្មតាសិនទៅមុខទៀតយើងអាចខ្វេះ skill ហោះបានskill ស្ដាងស្លាប់បងប្អូនចាស់បងប្អូនអាចធ្លាប់លឺឲ្យគាត់ឃើញហើយធ្លាប់លេងហើយអូខេអញ្ចឹងយើងបាន level 6ហើយណាបងប្អូនណាគឺបាន level 6ហើយម៉ៅនោះដូចជាពណ៌សខ្ញុំអត់បានឆេងជាពណ៌មាសនេះខ្ញុំឆេងពណ៌សទៅប្រហែលជាបងប្អូនប្រហែលមើលតិចពេលខ្ញុំទៅអល់អូខេប្រហែលជាវីដេអូក្រោយខ្ញុំនឹងដូរម៉ៅនេះតែម្ដងបន្ទាប់ទៀតគឺ rank បងប្អូនដែល rank គឺនេះទទួល revid បងប្អូនណាទទួល revid នេះគឺបងប្អូនអាចទទួលបានដូចជា level 40ណាបាទដូចជា top up to competitive អូខេអញ្ចឹងយើងអត់ទៅចែកតន់ទៅចែកអីច្រើនទេយើងខ្វេះ level 10សិនអ្វីដែលការងារយើងត្រូវធ្វើអូខេយើងឡើង level 6ហើយយើងបន្តទៀតយើងជួបពីដែរដែលខ្លាំងតិចគេដុតផាវអូខេយើងទៅជួបបន្តទៀតយើងមានមីសិនបងប្អូនមើលកលេចមើលខាងឆ្វេងដៃណាឆ្វេងដៃឃើញខ្ញុំទាំងអល់ទេអូខេពេញមកខ្ញុំទាំងអល់គឺបងប្អូនអាចមើលឃើញហើយអូខេយើងទៅបន្តទៀតដូចជា rank កន្លែងនេះខ្ញុំអត់ទាន់ទៅចែកទេអ្វីដែល top up គឺនេះអានេះអ្វីតែយើងអស់លុយតិចតួចប៉ុន្តែសប្បាយ4-10រៀលអញ្ចឹងទៅបងប្អូនលេងទៅមួយជីវិតបើចង់នេះទៀតដោយសារអីយើងទឹកមកស៊ីប្រជាដើម្បីយក level ឡើង level អញ្ចឹងអ្វីទៅបន្តទៀតបងប្អូនអាចមើលបន្តទៀតដូចជាមាន55ហើយអត់មាន skill 30ដោយសារបងប្អូនលេងលឿនមែនតើដោយសារអ្នកលេងដោយសារគាត់ដឹងលេងអញ្ចឹងគាត់លេងលឿនអូខេយើងទៅទៀតអានេះគាត់អសរុបន្តិចអូខេយើងអានេះគាត់ charter បានន័យថាគាត់បាន level ធំហើយដូចជា level 6ហើយចាំបានគាត់ charter អូខេនៅនេះរៀងខ្លងផាបន្តិចពួកគេដុតយក experience អាហ្នឹងអាចយក experience បានបងប្អូនដែលមាន revit យើងបាននេះមានកូដ kit ហ្នឹងគឺយើងទទួលបានជីសាត់ជីវារៀងតាក់តិច slow អូខេខ្ញុំប្រឹងលោក quest level 10ឲ្យហើយដើម្បីកុំឲ្យបងប្អូនយូរការបងប្អូនដែលអត់ទាន់ចេះបងប្អូនអាចមើលទាំងអស់គ្នាទៅមួយដូចខ្ញុំទៅគឺដឹងហ่ะគឺយើងចុចមួយអញ្ចឹងទៅអញ្ចឹងយើងទូទីយើង up level ទៀតអូខេយើងចាប់ផ្ដើម up level បន្តទៀតយើងទៅមុខទៀតអញ្ចឹងអ្វីដែលយើងទទួលបានខ្វៃហ្នឹងគឺបានណាបងប្អូនណាគឺបាននេះវាជាដៃនេះអីនេះរបស់ហ្នឹងយើងអត់ត្រូវការទេបងអស់នេះពូវាមានកម្រិតអញ្ចឹងយើងអត់ទាន់ពាក់ទេអូខេយើងជួប NPC ម្ដងទៀតដូចជាជួប NPC ម្ដងទៀតអូខេយើងដូចជាកន្លែងនេះយើងត្រូវ party បងប្អូនណាទៅ party បងប្អូនមួយចំនួនគាត់ party ខ្ញុំដែរខ្ញុំដូចជាអត់បាន party មួយគាត់វិញបាននេះគាត់ quest level បានហើយនេះផៃអញ្ចឹងយើងដូចជា party គេឲ្យរ frame ដើម្បី party ចាំមើលគាត់ចាំមើលខ្ញុំព្យាយាមចុចដើម្បីសុំ party គាត់អញ្ចឹងកន្លែងនេះរៀងយូរតិចអូខេយើងជា party មកអូខេយើងបានហើយណាបងប្អូនណាយើងដែល drive បន្ទាប់មក level 8គេឲ្យ up level 8សិនកន្លែងហ្នឹងណា up level 8សិនអូខេបន្ទាប់មកទៀតយើងចូលទៅទៀតតាមអ្វីដែលគេដាក់នេះ1 1 2 3 3 2បងប្អូនណាគឺគេឲ្យហ្មង11 23 32អញ្ចឹងបងប្អូនឆ្លើយទៅអានឹងលេខហ្នឹងបងប្អូនឆ្លើយត្រូវគេឲ្យលេខ1នេះ1 2 3យើងយកលេខ1បន្ទាប់មកលេខ1ទៀតលេខ2បន្ទាប់មកយើងរាប់1 2 3លេខ3ទៀតហើយនឹងលេខ2អូខេអញ្ចឹងយើងជួបបានហើយ
អ្វីដែលយើងឆ្លើយសំណួរហ្នឹងគឺយើងទៅជួបMr. Know It All អូខេយើងអាហ្នឹងយើង party កន្លែងហ្នឹងគឺ party អញ្ចឹងណាបងប្អូនណាដើរចិត្តគេទៅឃើញយើង hero ដើរគេ party មកហើយអូខេយើងបន្តទៅទៀតគឺយើងជួបតា Know It All ដើម្បីអីដើម្បីយើងជួបគាត់ទៅដោះ mission មួយដូចយើងជួបនេះនឹងឯងជួបដូចយើងជួបNPC មួយចំនួននឹងឯងតាំងពីដើមវីដេអូរហូតដល់ឥឡូវហ្នឹងអូខេយើងទៅទៀតទៅដើម្បីដោះម្ដងមួយអញ្ចឹងទៅអូខេកន្លែងនេះយឺតយើងអាចចុចបើសបានណាបងប្អូនណាបើសហ្នឹងគឺយើងមាន speed មានអីរាងដើរលឿនអញ្ចឹងទៅនេះឃើញឃើញ NPC គេជួបមកកណោអូខេយើងបន្តទៀតអូខេយើងជួបទៅហើយបន្ទាប់មកយើងបាន experience ហើយយើងទៅជួបតា NPC នឹងវិញគឺតាហ្នឹងយើងទំនាក់ទំនងច្រើនដូចជាគាត់មេភូមិតាហ្នឹងគាត់មេភូមិចុះអត្តសញ្ញាណប័ណ្ណយើងអញ្ចឹងហេរ៉ូមួយទៅជួបគាត់ទៅដោះ mission មួយចំនួនទៅដើម្បីទៅជួបគាត់វិញបន្ទាប់មកយើងបញ្ចប់ mission របស់យើងបាន level 10អញ្ចឹងយើង level 9ហើយរហូតទៀតដល់ level 10តែម្ដងយើងបន្តទៀតយើងទៅដល់តានឹងហើយយើងនឹងជួបយើងចិត្តហើយនៅតែ2 NPC ទៀតទេយើងនឹងបានសម្រេចហើយអញ្ចឹង player ដូចជាច្រើនមែនតើបងប្អូនណា server ហ្នឹងប្រហែលជាបងប្អូនមួយចំនួនដកខ្លះហើយដកអស់ខ្លះហើយបានតែសល់ប៉ុណ្្នឹងខ្ញុំអត់តន់ចូលលេងដោយសារអីខ្ញុំគិតថាតែចូលព្រាមទៅគឺណែនហ្មងអញ្ចឹងយើងជួបអញ្ចឹងបងប្អូនដែល hero វា random ណាពេលដែលយើងបង្កើតគឺបង្កើតកន្លែងខុសគ្នាអ្វីដែលកន្លែងធំបំផុតគឺក្រុងពេជិងយើងឯងក្រុងពេជិងគឺយើងអាចខ្វេះគ្រប់អស់ក្រុងពេជិងបងប្អូនខ្លះគាត់ hero គាត់កើតនៅក្រុងផ្សេងទៅគ្រាន់ជើអីចឹងទៅអាហ្នឹងបន្ទាប់មកយើងជួបតាហ្នឹងមកបាទអ្វីដែលយើងបន្តទៀតគឺគាត់ត្រូវការនំប៉ាវមួយណាបងប្អូនណាskill នេះបងប្អូនកន្លែងចុចកន្លែងសភៅនេះមកបងប្អូនចុចកន្លែងនំប៉ាវបន្ទាប់មកយើងយកនំប៉ាវមួយយើងបង្កើតនេះចុច grade ណាអូខេយើងត្រូវការនំប៉ាវមួយដើម្បីឲ្យគាត់អូខេបន្ទាប់ទៀតយើងទៅជួបគាត់សាថ្មីមកអូខេយើងបាន level 10ណាបងប្អូនណា level 9ហើយយើងអាប់ទៅ level 10អូខេការងារយើងបន្ទាប់គឺយើងជួបគាត់ម្ដងទៀតហើយក៏រួចរាល់គាត់ចុះបញ្ជីយើងដូចជានៅក្នុងភូមិក្នុងស្រុកហ្នឹងទៅបន្ទាប់មកបានយើងទៅជួប NPC ហើយជាការស្រេចអញ្ចឹង mission របស់យើងគឺបញ្ចប់តែប៉ុណ្្នឹងហើយបងប្អូនណាគឺអ្វីដែលបងប្អូនអត់ទៅជួប NPC ហ្នឹងសូម្បីតែចូលប្រាក់ក៏អត់កើតផងអញ្ចឹងសំណូមពរបងប្អូនដែលត្រូវបាន level 10ហើយកុំភ្លេចជួប NPC នឹងមួយទៀតម្ដងទៀតណាបាត់ជួបបានស្រេចបាច់អូខេ complete to novice request to base អាហ្នឹងបានន័យថាយើងខ្វេះ level 10ហើយអូខេកុំឲ្យនិយាយច្រើនគឺវីដេអូមានប៉ុណ្្នឹងតែបងប្អូនណាគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអ្វីដែល mission នៅលើនេះគឺដោះខ្វេះអី rap អីហ្នឹងឯងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេខ្វេះ level 10អូខេអរគុណការទស្សនាគ្រប់លា